បងប្អូនថ្ងៃនេះខ្ញុំសូមបង្ហាញជូននៅវីដេអូ2ដែលបង្ហាញពីទឹកចិត្តរបស់បងប្អូនប្រជាពលរដ្ឋរបស់យើងក៏ដូចជាទឹកចិត្តរបស់ទាហានរបស់យើងផងដែរក្នុងវីដេអូទាំងពីរដែលត្រូវបានបង្ហោះនៅក្នុងបណ្ដាញសង្គមនេះបងប្អូនប្រហែលជាបានឃើញច្រើនហើយតាក់ទងទៅនឹងវីដេអូទី1ដែលបង្ហាញអំពីបងស្រីម្នាក់ដែលគាត់ជាម្ចាស់ផ្ទះហ្នឹងគាត់បង្ហោះថាទាហានគាត់មកខ្ចីគោយន្តតាមរយៈរូបភាពហ្នឹងយើងមានទាហានខ្មែររបស់យើង2នាក់គាត់ត្រូវការដឹកកម្លាំងរបស់យើងបន្ថែមនៅទីតាំងដែលគៀកនឹងផ្ទះរបស់បងស្រីនឹងហើយក៏គាត់មកខ្ចីបានន័យថាផ្ទះហ្នឹងគឺត្រូវបានជំនះសឹកហើយម្ចាស់ផ្ទះគឺគាត់នៅទេគាត់ទុកគោយន្តចោលអញ្ចឹងដល់ពេលទាហានរបស់យើងគាត់មកដល់ឃើញអញ្ចឹងក៏គាត់ស្រែកសុំតាមកាមេរ៉ាសុវត្ថិភាពតាមអីហ្នឹងហើយសុំខ្ចីយកគោយន្តហ្នឹងទៅដឹកបងប្អូនដែលជាទាហានយើងដទៃទៀតដើម្បីធ្វើការចល័តទីតាំងអ្វីជាដើមទៅអញ្ចឹងតាមរយៈវីដេអូហ្នឹងបងប្អូនមានការកោតសរសើរច្រើនទៅដល់ទឹកចិត្តរបស់ប្រជាពលរដ្ឋខ្មែររបស់យើងអំពីការផ្ដល់មធ្យោបាយក៏ដូចជាការចូលរួមនៅក្នុងការដល់ភាពងាយស្រួលទៅដល់កងកម្លាំងរបស់យើងហើយយើងមានការគ្រប់គ្រងបានន័យថាមានការគ្រប់គ្រងច្រើនតាមរយៈការបង្ហោះហ្នឹងដោយសារតែគេឃើញតាក់ទងទៅនឹងសុជីវធម៌ក៏ដូចជាអេយ៉ាបតសំរុំរបស់ទាហានរបស់យើងនៅក្នុងការខ្ចីរបស់របរបងប្អូនប្រជាពលរដ្ឋដើម្បីទៅប្រើប្រាស់ហើយនៅក្នុងការបង្ហោះនឹងដែរក៏មានវីដេអូទី2ដែរដែលបង្ហាញអំពីពេលដែលគាត់យកគោយន្តនឹងមកឲ្យម្ចាស់ផ្ទះទៅវិញទៅទៀតអញ្ចឹងពេលដែលគាត់យកគោយន្តនឹងមកឲ្យក៏គាត់បានជម្រាបអរគុណរៀបអីតាមរយៈឃើញវីដេអូបងប្អូនបានឃើញហើយទាំងអស់នេះហើយក៏បានដាក់ឲ្យគាត់ចេញទៅក្រៅហ្នឹងគឺគាត់បានបិទទ្វារបិទអីយ៉ាងមកសមរម្យទៀតអញ្ចឹងតាមរយៈវីដេអូ2ឃ្លីបនេះដែលត្រូវបានបង្ហោះដោយម្ចាស់ផ្ទះតាមរយៈកាមេរ៉ាសុវត្ថិភាពរបស់គាត់ផ្ទាល់ហ្នឹងគឺទទួលបានការគ្រប់គ្រងយ៉ាងច្រើនតែម្ដងពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅក្នុងការប្រើប្រាស់បណ្ដាញសង្គមដែលការគ្រប់គ្រងទី1ហ្នឹងគឺគ្រប់គ្រងទៅដល់ទឹកចិត្តរបស់ម្ចាស់ផ្ទះក៏ដូចជាម្ចាស់គួរយន្តនៅក្នុងការផ្ដល់ភាពងាយស្រួលក៏ដូចជាក្នុងការផ្ដល់នៅសម្ភារៈក៏ដូចជាមធ្យោបាយមួយចំនួនទៅដល់ទាហានរបស់យើងហើយការគ្រប់គ្រងទី2ហ្នឹងគឺគ្រប់គ្រងទៅដល់អេយ៉ាបតឬក៏ហៅថាទឹកចិត្តនៅក្នុងការមកខ្ចីរបស់គេហើយគាត់យកមកឲ្យសងគេវិញបានន័យថាបង្ហាញអំពីអេយ៉ាបតទុនភ្លុនរបស់ទាហានរបស់យើងក៏ទោះជាយើងកំពុងតែមានសង្គ្រាមជាមួយសៀមតែអាការប្រស័យតាក់ទងគ្នាបង្ហាញពីទឹកចិត្តនេះគឺវាសំខាន់មែនទែនហើយខ្ញុំឃើញថាវីដេអូនេះក៏ផ្ទុះបានការចាប់បានន័យថាផ្ទុះក៏ដូចជាទទួលបានការចាប់អារម្មណ៍ច្រើនពីបងប្អូនប្រជាពលរដ្ឋនៅលើការប្រើប្រាស់បណ្ដាញសង្គមដោយមានការជជែកគ្នាច្រើនក៏ដូចជាមានការសាទរក៏ដូចជាបានន័យថាលើកទឹកចិត្តយ៉ាងខ្លាំងទៅដល់ទាហានរបស់យើងតាមរយៈកាយវិការរបស់គាត់នេះគឺគាត់បង្ហាញអំពីសុចរិតភាពរបស់ប្រជាពលរដ្ឋខ្មែរដែលសារតែយើងដឹងហើយជនជាតិខ្មែររបស់យើងគឺជាប្រជាជនមួយដែលមានភាពរួសរាយរាក់ទាក់ក៏ដូចជាមានសុចរិតភាពខ្លាំងផងដែរអញ្ចឹងតាមរយៈនៃការយករបស់មកឲ្យម្ចាស់គេវិញនេះក៏ត្រូវបានការស្វាគមន៍ច្រើនពីបងប្អូនប្រជាពលរដ្ឋហើយក្នុងបណ្ដាញសង្គមក៏មានអ្នកខ្លះនិយាយដែរថាបើសិនជាទាហានសៀមវិញក្នុងរូបភាពអញ្ចឹងបែរវាយកទៅបាត់ហើយអាគោយន្តហ្នឹងអញ្ចឹងគាត់មានការប្រៀបធៀបដែរនៅក្នុងបណ្ដាញសង្គមគាត់ធ្វើការប្រៀបធៀបថាបើសិនជាទាហានសៀមនៅក្នុងអាកលៈទេសៈកំពុងតែមានសង្គ្រាមនេះទៅទៀតការយករបស់ពួកវាហ្នឹងច្បាស់ជាយកទៅបាត់ហើយអានេះវាបានន័យថាពួកគាត់ប្រៀបធៀបបានន័យថាអញ្ចឹងគាត់បង្ហាញពីចរិតល្អរបស់ប្រជាជនខ្មែរក៏ដូចជាទាហានរបស់ខ្មែរយើងដែលតែការខ្ចីរបស់គេហើយយកមកដាក់ឲ្យគេយ៉ាងសមរម្យហើយមានការបិទទ្វាររបងបិទអីយ៉ាងស្រួលទៅទៀតអញ្ចឹងតាមរយៈវីដេអូនេះបងប្អូនដែលយើងបានឃើញច្រើនហើយក៏មានការចេញមកខមមិនច្រើនពីបងប្អូនប្រជាពលរដ្ឋរបស់យើងលក្ខណៈវិជ្ជមានច្រើនទៅលើសកម្មភាពរបស់កងកម្លាំងរបស់យើងដែលបង្ហាញពីភាពថ្លៃថ្នូរបង្ហាញពីអេយ៉ាបតត្រឹមត្រូវដោយមិនបានថាពេលកំពុងតែមានកលយុគឬក៏ហៅថាកំពុងតែច្បាំងគ្នាឆ្លៀតពេលលួចរបស់ប្រជាពលរដ្ឋនោះទេអញ្ចឹងតាមរយៈរូបភាពបងប្អូនប្រហែលបានឃើញហើយបង្ហាញច្បាស់ណាស់ថានេះគឺជាចរិតពិតរបស់ខ្មែររបស់យើងជាចរិតពិតរបស់ទាហានរបស់យើងគឺគាត់មិនទៅឆ្លៀតឱកាសក្នុងការយករបស់របរដែលជាមិនមែនរបស់គាត់ទេអញ្ចឹងតាមរយៈវីដេអូនេះគឺឃើញថាការសាទរច្រើនហើយក្នុងការផ្សាយនេះក៏មិនមានអ្វីច្រើនក្នុងការនិយាយដែរគ្រាន់តែបង្ហាញអំពីអេយ៉ាបតក៏ដូចជាចរិតរបស់ទាហានរបស់យើងនៅក្នុងកលៈទេសៈកំពុងតែមានសង្គ្រាមគឺគាត់បង្ហាញពីភាពស្មោះត្រង់និយាយស្ដាប់ទៅនិយាយស្ដាប់ទៅថាបានន័យថាបង្ហាញពីភាពស្មោះត្រង់របស់កម្លាំងទាហានរបស់យើងដោយមិនមានការឆ្លៀតយកផលប្រយោជន៍ឬក៏ហៅថាការឆ្លៀតលួចរបស់របរបងប្អូនប្រជាពលរដ្ឋនៅក្នុងពេលមានសង្គ្រាមទេអញ្ចឹងនេះហើយគឺជាចរិតអង្គអាចក្លាហានរបស់វីរៈកងទ័ពរបស់យើងហើយក្នុងនាមជាកម្លាំងជួរក្រោយដែលជាប្រជាពលរដ្ឋយើងអត់មានអ្វីមានតែការជូនពរក៏ដូចជាមានតែការលើកទឹកចិត្តទៅដល់វីរៈកងទ័ពរបស់យើងឲ្យបន្តឈរជើងច្បាំងជាមួយនឹងការឈ្លានពានរបស់ទាហានសៀមបន្ថែមទៀតដោយសារតែយើងដឹងរយៈពេលប្រហែលថ្ងៃនេះការវាយប្រហារខ្លាំងមែនទែនពីសំណាក់ទាហានសៀមមកលើប្រទេសកម្ពុជារបស់យើង
រហូតបណ្ដាឲ្យមានជនស៊ីវិលមកដល់ពេលនេះគឺមានអ្នកជនស៊ីវិលហ្នឹងស្លាប់ចំនួន10នាក់ហើយក្នុងនោះក៏មានទារកម្នាក់ផងដែរនៅក្នុងចំណោម10នាក់ហ្នឹងហើយអ្នករបួសជាង60នាក់ហើយក៏ដូចជាជនជំនះសឹកឬហៅថាកិច្ចពីក្របផ្លោងពីបានន័យថាចេញពីផ្ទះសម្បែងហ្នឹងមកដល់ពេលនេះមានប្រមាណជាង 100000 នាក់ហើយអញ្ចឹងនេះក៏ជាសោកនាដកម្មក៏ដូចជាផលលំបាកនៃសង្គ្រាមផងដែរដែលកម្ពុជាកន្លងទៅមិនត្រូវបានន័យថាមិនដែលចង់បានមានសង្គ្រាមទេយើងតែងតែខំមាត់សង្កត់ចិត្តមិនតតាំងទៅលើការញុះរបស់សៀមទេតែការឈ្លានពានម្ដងជាពីរដងការវាយប្រហារហើយគឺយើងត្រូវតែមានកាតព្វកិច្ចមួយនៅក្នុងការពារបើសិនទៅយើងបើថាយើងមិនចូលចិត្តសង្គ្រាមក៏ដោយតែបើគេមកវាយយើងខ្លាំងហើយបើយើងមិនការពារក៏យើងមិនអាចឈរឲ្យគេវាយដែរអញ្ចឹងនេះគឺជាការការពារខ្លួនរបស់កម្ពុជាហើយសង្ឃឹមថាតាមរយៈការផ្ដល់កម្លាំងចិត្តពីបងប្អូនប្រជាពលរដ្ឋឃើញថាមានការចូលរួមច្រើនទាំងថវិកាទាំងសម្ភារៈក្តីក្នុងការលើកទឹកចិត្តទៅដល់វីរៈកងទ័ពរបស់យើងក៏ដូចជាបងប្អូនដែលកំពុងតែភៀសសឹកទៅទៀតទាំងនេះហើយគឺជាការចូលរួមរបស់ប្រជាពលរដ្ឋរបស់យើងលើកកម្លាំងចិត្តទៅដល់ទាហានរបស់យើងនៅក្នុងការតតាំងជាមួយសត្រូវជារៀងពីនផងដែរអញ្ចឹងបើក្នុងករណីមានអ្វីវិវត្តថ្មីតាក់ទងទៅនឹងស្ថានភាពព្រំដែនខ្ញុំក៏នឹងបន្តជម្រាបជូននៅព័ត៌មានបន្ថែមទៀតនៅក្នុង channel របស់ខ្ញុំផងដែរបាទពេលនេះខ្ញុំបាទពធីក៏សូមអរគុណនិងសូមគោរពលា